ការពិតនៅពីក្រោយការបិទព្រំដែននិងចរិតភូតភររបស់មន្ត្រីសៀមដែលមើងងាយខ្មែរលោករ៉ាំងស៊ីកេតយ៉ាណាសាប់ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណៈបកសេដ្ឋកិច្ចដែលត្រូវបានគេស្គាល់ថាជាអ្នកនយោបាយដែលមានគំនិតល្ងងខ្លៅនិងបំពល់ខួរក្បាលប្រជាជនសៀមឲ្យយល់ច្រឡំថាកម្ពុជាកំពុងជួបទុក្ខវេទនាយ៉ាងខ្លាំងបន្ទាប់ពីការបិទព្រំដែនមន្ត្រីរូបនេះក៏បានប្រើពាក្យសម្ដីប្រមាថមើលងាយដល់ថ្នាក់ដឹកនាំនិងប្រជាជនខ្មែរដោយអះអាងទាំងងងើលថាខ្មែរព្យាយាមអង្វរសុំបើកព្រំដែនវិញប៉ុន្តែការពិតដែលមន្ត្រីខួរក្បាលក្របីរូបនេះមិនហ៊ាននិយាយគឺកម្ពុជាមិនដែលទៅសុំអង្វរពួកវានោះឡើយផ្ទុយទៅវិញសម្ដេចតេជោហ៊ុនសែនធ្លាប់បានប្រកាសក្តែងរួចមកហើយថាបើចង់បិទគឺបិទទៅ100ឬ500ឆ្នាំក៏ខ្មែរមិនស្លាប់ដែរអ្វីដែលគួរឲ្យអស់សំណោចជាងនេះនោះគឺសេដ្ឋកិច្ចរបស់ប្រទេសសៀមឯណោះទេដែលកំពុងដុនដាបនិងធ្លាក់ចុះ GDP យ៉ាងខ្លាំងក្នុងរយៈពេលជិត1ឆ្នាំនៃការបិទព្រំដែននេះក្នុងស្ថានភាពនេះដែរប្រជាជនខ្មែរត្រូវបានអំពាវនាវឲ្យងើបឈរឡើងរួបរวมគ្នាជាធ្លុងមួយដើម្បីគំទេចសេដ្ឋកិច្ចសៀមឲ្យអស់ពីទឹកដីខ្មែរយើងត្រូវតែបដិញ្ញាឈប់ប្រើប្រាស់ឈប់នាំចូលផលិតផលសៀមដើម្បីបង្ហាញឲ្យពួកគេឃើញថាខ្មែរអាចរស់បានយ៉ាងរឹងមាំដោយមិនបាច់ពឹងផ្អែកលើទំនិញរបស់ពួកវានោះឡើយនេះគឺជាពេលវេលាដែលខ្មែរត្រូវស្ដារមុខមាត់ជាតិនិងកុំឲ្យសត្រូវឈ្លានពានមើលងាយជាតិសាសន៍យើង